មករយៈចុងក្រោយនេះអ្នកគាំទ្ររ៉េម៉ាឌ្រីតហាក់បីដូចជាបាទក្រុមគ្រាបេះដូងបាទខ្លាំងមែនទែនបងប្អូនយើងដោយបីប្រកួតចុងក្រោយគឺចាញ់2ស្មើ1បងប្អូនយើងហើយឱកាសនៅក្នុងការបញ្ចេញពានឡាលីហ្គានោះគឺស្ទើរតែបាទអស់បាត់ទៅហើយបាទពេលនេះរីឯពានរង្វាន់ UCL វិញក៏បាទកាន់តែបាទផិតផាយផងដែរដោយជើងទី1នឹងចាញ់បញ្ជាមុនិចបាទ2-1បងប្អូនយើងហើយជើងទី2បាទត្រូវហោះបាទទៅលេងបាទនៅបាទទឹកដីគេទៀតហើយបងប្អូនយើងបាទដឹងហើយបាទការលេងនៅទឹកដីបាទ Allianz Arena គឺមិនមែនជារឿងងាយស្រួលទេហើយគប់ផ្សំបាទនៅទៅរងលេងរៀលបែបនេះទៀតគឺថាពិបាកខ្លាំងមែនទែនបងប្អូនយើងសង្ស័យតែរដូវកាលនេះនឹងគឺ La Liga ក៏អត់ UCL ក៏អត់ដែរបងប្អូនយើងសម្រាប់ក្រុម Real Madrid ហើយបើយើងក៏លេខទៅមើលបាទខ្សែបញ្ជាត់វិញបងប្អូនយើងបាទទាំងអឹមបាប៉េទាំងវីស៊ីជូញៀគឺអាវុធបាទចាក់គេបាទលេងឈឺបងប្អូនយើងសុទ្ធដែរតែសុទ្ធទៅគឺតែងតែមានការបាទជួយបានបងប្អូនយើងហើយជុំបីនេះក្រុមបាល់របស់រៀលបាទគឺបាទកាត់ឡើងមកដោយកីឡាករវិលបាដេទេបាទពឹងលើអឹមបាប៉េបាទនឹងប្រុសម៉ៅគឺថាបើអត់កើតទេបងប្អូនយើងជុំបីនេះទីចាំទីជួយបានទាំងអស់តែម្ដងអញ្ចឹងរៀលសង្ស័យតែរដូវកាលនេះបញ្ចប់ទៅរត់តែពៀនមួយធ្វើឆ្នាំមិនបានផងបងប្អូនយើងគឺថាបាទធ្ងន់ធ្ងរហើយពេលនេះ